ប្រវត្តិភ្នំប្រុសភ្នំស្រីភ្នំប្រុសភ្នំស្រីជារមណីយដ្ឋានមួយដែលស្ថិតនៅឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាមមានចម្ងាយ7គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមនិងមានចម្ងាយ114គីឡូម៉ែត្រពីរាជធានីភ្នំពេញបត់ឆ្វេង500ម៉ែត្រនិងមានចម្ងាយប្រមាណ7គីឡូម៉ែត្រខាងលិចទីរួមខេត្តកំពង់ចាមវត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសវណ្ណគិរីរតនៈភ្នំប្រុសនៅទិសខាងជើងមានចម្ងាយ1000ម៉ែត្រគេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះហៅថាភ្នំស្រីចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូតជាច្រើនទៀតដែលមានឈ្មោះថាភ្នំដងរែកភ្នំលីភ្នំឈូករមណីយដ្ឋានភ្នំប្រុសភ្នំស្រីមានប្រវត្តិសាស្ត្រតាក់ទងទៅនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរយើងអំពីពិធីចូលស្ដីដណ្ដឹងកូនចៅដោយការពីដើមឡើយនៅលើទឹកដីខ្មែរគឺស្ដេចស្រីជាអ្នកសោយរាជ្យហើយស្ដេចស្រីនោះក៏បានចូលស្ដីដណ្ដឹងបុរសម្នាក់ដែលមានរូបឆោមល្អមករៀបអភិសេកជាស្វាមីដូច្នោះហើយទើបបង្កើតជាទំនៀមទម្លាប់ប្រពៃណីដែលឲ្យខាងនារីជាអ្នកចូលស្ដីដណ្ដឹងបុរសធ្វើជាស្វាមីប្រសិនបើនារីចាប់ចិត្តស្រឡាញ់បុរសម្នាក់ណានោះបើនារីមានរូបសម្បត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយកដូច្នោះហើយទើបពួកស្រីប្រជុំគ្នាដើម្បីរកវិធីកែប្រែទំនៀមទម្លាប់នោះចោលដោយពួកគេចង់ឲ្យខាងបុរសជាអ្នកចូលស្ដីដណ្ដឹងខាងនារីវិញម្ដងគិតដូចនេះហើយទើបពួកស្រីក៏រកមធ្យោបាយទៅបបួលពួកបុរសភ្នាល់គ្នាលើកដីពូនធ្វើជាភ្នំដោយសន្យាថាបើខាងបុរសលើកធ្វើភ្នំទៀបជាខាងនារីគឺបុរសត្រូវតែចូលស្ដីដណ្ដឹងខាងនារីវិញម្ដងដោយសារការភ្នាល់គ្នាគឺភាគីខាងនារីមានប្រាជ្ញហើយទទួលបានជ័យជំនះទើបខាងបុរសជាអ្នកចូលស្ដីដណ្ដឹងខាងនារីវិញម្ដងហើយទំនៀមទម្លាប់នេះក៏បានបន្សល់ទុកមកដល់សពថ្ងៃនេះប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតទីតាំងភ្នំប្រុសភ្នំស្រីគឺជាទីកន្លែងឧក្រិដ្ឋកម្មសម្រាប់ប្រជាជនខ្មែរអស់រាប់ពាន់នាក់ភ្នំប្រុសជាភ្នំមួយដែលមានរាងទួលនិងមានកម្ពស់30ម៉ែត្រហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំនៅលើភ្នំមានព្រះវិហារខ្ពស់មួយដែលមានកំពូល5យកគំរូតាមប្រាសាទបន្ទាយស្រីវិហារនៅលើភ្នំប្រុសមាន2នៅទន្ទឹមគ្នាជាមួយវិហារចាស់សាងសង់នៅសម័យសង្គមរាស្ត្រនិយមដែលមានកំពូល2នៅខាងក្រោយវិហារមានចេតិយមួយដ៏ធំដែលមានកម្ពស់ប្រមាណ15ម៉ែត្រដែលបានកសាងដោយព្រះគ្រូចៅអធិការទី1ព្រះនាមកែវសូរចំណែកនៅខាងជើងភ្នំមានកុដិព្រះសង្ឃក្រៅពីនេះនៅលើភ្នំប្រុសយើងអាចមើលឃើញទេសភាពដ៏ល្អនៃខេត្តកំពង់ចាមភ្នំស្រីជាប្រភេទភ្នំដែលមានកម្ពស់ខ្ពស់ហើយមានកាំជណ្ដើរ308កាំនៅលើកំពូលភ្នំស្រីមានទីតាំងតូចល្មមនិងឃើញមានសល់ព្រះវិហារបាក់បែកដែលពុំទាន់ជួសជុលនៅឡើយរឿងភ្នំប្រុសភ្នំស្រីបើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាមតាមផ្លូវជាតិលេខ7ទៅដល់គូលគីឡូម៉ែត្រទី116យើងចោលភ្នែកទៅទិសឦសានដែលនៅខាងឆ្វេងដៃចម្ងាយពីថ្នល់ជាតិទៅប្រមាណ1គីឡូយើងនឹងឃើញភ្នំ2នៅទន្ទឹមគ្នាមួយនៅខាងកើតខ្ពស់ហើយមួយនៅខាងលិចទាបភ្នំខ្ពស់ឈ្មោះថាភ្នំស្រីរីឯភ្នំទាបឈ្មោះថាភ្នំប្រុសរឿងព្រេងប្រចាំភ្នំនេះមានដូចតទៅកាលពីព្រេងនាយមានស្ដេចស្រីមួយព្រះអង្គព្រះនាមស្រីអយុធ្យាសោយរាជ្យនៅនគរខ្មែរដោយព្រះនាងជាស្ដេចសោយរាជ្យគ្មានបរិសណាមួយហ៊ានចូលដណ្ដឹងយកជាភរិយាឡើយម្ល៉េះហើយព្រះនាងរកដណ្ដឹងបរិសដ៏មានរូបជាទីគប់ព្រះតីមកធ្វើជាស្វាមីវិញហើយដោយហេតុព្រះរាជិនីស្រីអយុធ្យាដណ្ដឹងប្រុសធ្វើជាស្វាមីដូច្នោះស្រីនៅក្រោមព្រះរាជឱវាទក៏ដណ្ដឹងប្រុសធ្វើជាស្វាមីតាមដែរក្នុងរជ្ជកាលនោះគួរឲ្យអាសូរស្រីខ្លះដែលមានរូបអន់ទៅរកដណ្ដឹងប្រុសគេនាំគ្នាប្រកែកមិនយកគេរើសតែស្រីមានរូបល្អទើបយកធ្វើជាភរិយាធ្វើដូច្នោះអស់មួយរាជស្ដេចស្រីនេះលុះដល់រាជស្ដេចក្រោយទៀតពួកស្រីជំនុំគ្នាថាឥឡូវនេះដូចជាមិនសមសោះខ្លួនយើងជាស្រីហើយទៅដណ្ដឹងប្រុសធ្វើជាប្តីដូច្នោះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំភ្នាល់ជាមួយនឹងពួកប្រុសគឺឲ្យប្រុសលើកដីធ្វើជាភ្នំមួយនិងយើងស្រីលើកដីធ្វើជាភ្នំមួយភ្នាល់គ្នា
បើប្រុសប្រុសចាញ់យើងត្រូវឲ្យប្រុសប្រុសចូលដណ្ដឹងយើងជាស្រីវិញលុះគិតដូច្នោះហើយក៏នាំគ្នាទៅបបួលពួកប្រុសប្រុសធ្វើភ្នំចុះខសន្យាភ្នាល់គ្នាដូចពោលមកហើយគេក៏បានចាត់មេកំណែនកែនមនុស្សស្រីឲ្យបានច្រើនខាងប្រុសមានមេកំណែនកែនពួកប្រុសប្រុសដើរកេនខាងស្រីមានកំណែនខាងស្រីដើរកេនលុះកេនបានគ្នាច្រើនគ្រប់ចំនួនខាងប្រុសខាងស្រីរួចហើយក៏និយាយនឹងគ្នាថាយើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះទើបឈប់សម្រាកទាំងអស់គ្នាបើផ្កាយព្រឹកមិនទាន់រះមិនត្រូវឈប់ទេគិតព្រមគ្នាដូច្នោះហើយក៏នាំគ្នាជញ្ជូនដីរែកទូលតាមធម្មភាពរៀងខ្លួនទៅពេលនោះពេលរាត្រីពួកស្រីមានប្រាជ្ញាជញ្ជូនដីអស់វេលា 3-4 ម៉ោងក៏នាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុងឦសានភ្នំពួកប្រុសគេក៏លេចមើលទៅលើឃើញគោមដែលស្រីបង្ហូតនឹងឫស្សីមួយដើមនោះស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិន្ទ្រាលងលក់អស់ទៅគ្មានសល់ម្នាក់ឡើយពួកស្រីក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនតែនទើបឈប់ដល់មន់រងាវកើកប្រុសភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លាន់មាត់ថាយើងទាំងអស់គ្នាខុសហើយផ្កាយព្រឹករះមែនតែនទើបតែនឹងរះសោះហើយក៏នាំគ្នាក៏លេចមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនខ្មាស់អន់ចិត្តដោយចាញ់កលស្រីតាំងពីពេលនោះមកប្រុសក៏ចូលដណ្ដឹងស្រីធ្វើជាភរិយាដរាបមកទល់នឹងសពថ្ងៃនេះ